សង្ឃហធម៌4យ៉ាងតាមធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកឲ្យមនុស្សយើងត្រូវតែមានសង្ឃហធម៌4យ៉ាងទៅកាន់គ្នាហើយបើយើងមានសង្ឃហធម៌ទៅកាន់អ្នកណាម្នាក់ហើយធ្វើឲ្យអ្នកនោះស្រឡាញ់រាប់អានយើងដោយសារតែមានសង្ឃហធម៌សង្ឃហធម៌បានន័យថាធម៌ដែលជួយសង្គ្រោះគ្នានឹងមាន4យ៉ាងណាញាតិញោមទី1ឲ្យយើងចេះឲ្យនៅទានឲ្យនៅរបស់ដែលយើងគួរឲ្យទៅកាន់អ្នកណាម្នាក់គឺយើងមិនមានសេចក្តីកំណាញ់គឺយើងចេះបរិច្ចាគទានទៅតាមសមត្ថភាពដែលយើងអាចធ្វើទៅតាមបានគឺពេលគេជួបទុក្ខពេលគេមានទុក្ខយើងជួយគេដោយទ្រព្យសម្បត្តិឯណានីមួយដែលយើងអាចជួយទៅបាននោះគឺពេលនោះហើយជាពេលមួយដែលគេត្រូវការជំនួយឲ្យយើងជួយគេនោះហើយពេលនោះគឺជាសេចក្តីល្អដែលធ្វើឲ្យគេនឹកឃើញការជួយរបស់យើងចឹងទៅព្រះអង្គសម្ដែងថាទី1យើងត្រូវតែចេះបរិច្ចាគទានឲ្យរបស់ណាដែលយើងគួរឲ្យបានគឺយើងឲ្យហ្នឹងថតដែលជួយសង្គ្រោះគ្នាហើយទី2ការនិយាយពាក្យសម្ដីទៅកាន់គ្នាគឺពាក្យជាទីស្រឡាញ់និយាយទៅកាន់គ្នាតែពាក្យណាពីរោះពាក្យមានប្រយោជន៍ពាក្យប្រកបទៅដោយមេត្តាចិត្តនិយាយទៅកាន់គ្នាទៅនិយាយពេលខ្លះពាក្យសម្ដីមនុស្សកំពុងតែមានទុក្ខហើយមកជួបអ្នកនិយាយល្អនិយាយតែមានពាក្យមានប្រយោជន៍ពាក្យលើកទឹកចិត្តតើធ្វើឲ្យអ្នកមានទុក្ខហ្នឹងបាត់អំពីសេចក្តីទុក្ខដោយសារតែពាក្យសម្ដីនឹងចឹងទេពេលដែលយើងនិយាយតែពាក្យណាមានប្រយោជន៍ពាក្យប្រកបទៅដោយមេត្តាហ្នឹងក៏យើងឈ្មោះថាជួយសង្គ្រោះគ្នាដែរដែលទី3ប្រព្រឹត្តប្រយោជន៍ទៅកាន់គ្នានឹងគ្នាបានន័យថាយើងចេះប្រព្រឹត្តប្រយោជន៍ទៅកាន់គ្នានឹងគ្នាអំពើណាមានប្រយោជន៍ដោយគ្នាយើងគួរតែហៅគ្នាមកធ្វើប្រព្រឹត្តប្រយោជន៍ទៅកាន់គ្នានឹងគ្នាហ្នឹងអំពើណាដែលមានប្រយោជន៍ដោយគ្នាយើងហៅគ្នាមកធ្វើសហការគ្នាដើម្បីឲ្យបានប្រយោជន៍ទាំងអស់គ្នាឲ្យបានសេចក្តីសុខទាំងអស់គ្នាអានឹងថតទី3ទី4ប្រព្រឹត្តខ្លួនឲ្យស្មើមិនប្រកាន់ខ្លួនមិនអាងថាយេអញមានទ្រព្យសម្បត្តិជាងមិនគួរណាតែសេពគប់ឯងជាអ្នកក្រឯងចឹងទៅបានន័យថាមិនប្រកាន់ខ្លួនមិនលើកតម្កើងខ្លួនតែងតែប្រព្រឹត្តខ្លួននឹងស្មើភាពគ្នាយើងនេះសង្ឃហធម៌ទាំង4យ៉ាងហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងមកថាបើយើងមានសង្ឃហធម៌ទាំង4យ៉ាងហ្នឹងទៅកាន់គ្នាហើយរមែងធ្វើឲ្យអ្នកដែលយើងមានសង្ឃហធម៌នោះអ្នកនោះគោរពស្រឡាញ់រាប់អានយើងហើយនឹងពេញចិត្តយើង
ដោយសារតែយើងមានសង្ឃហធម៌ទាំង4យ៉ាងហើយញាតិញោមចិត្តទូទៅមនុស្សយើងមិនថាអាត្មាមិនថាញាតិញោមទេសុទ្ធសឹងតែប្រាថ្នាចង់ឲ្យអ្នកដតីនឹងមានសង្ឃហធម៌ទាំង4យ៉ាងនឹងមកកាន់ខ្លួនក៏ប៉ុន្តែបើយើងប្រាថ្នាចង់ឲ្យគេធ្វើសង្ឃហធម៌ទាំង4យ៉ាងនឹងមកកាន់យើងត្រូវតែបង្រៀនខ្លួនឯងថាត្រូវតែមានសង្ឃហធម៌ទាំង4យ៉ាងនឹងទៅកាន់អ្នកដតីដែរហើយញាតិញោមមនុស្សយើងអ្នកណាក៏ចង់បានសេចក្តីសុខដែរយើងចង់បានសុខគេក៏ចង់បានសុខហើយបើយើងចែកសេចក្តីសុខឲ្យគេទៅយើងបានបិណ្ឌដែរបានបិណ្ឌទៅយើងស្លាប់ទៅជាទីពឹងរបស់យើងសេចក្តីល្អនឹងហើយគឺវាមិនសាបសូន្យទេញាតិញោមសូមអនុមោទនា